បាទសូមផ្ញើទៅកាន់បងប្អូនសិស្សានុសិស្សបាទគាត់រៀននៅវិទ្យាល័យឬមួយក៏រៀននៅសាកលវិទ្យាល័យបាទគាត់ទើបតែចាប់ផ្ដើមមករៀនដំបូងហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនធ្វើ branding មួយខ្លួនឯងបាទយើងបង្កើតនៅ social media Facebook TikTok ឬមួយក៏ YouTube ហ្នឹងហើយរៀនផលិតមាតិកាបាទរៀនផលិតវីដេអូតាក់ទងអំពីសកម្មភាពប្រចាំថ្ងៃរបស់យើងតាក់ទងអំពីចំណេះជំនាញឬមួយក៏កន្លែងរៀនសូត្ររបស់យើងបាទឬមួយក៏កន្លែងធ្វើការកន្លែងហាត់ការងារដំបូងរបស់យើងនឹងយើងរៀនផលិតមាតិកាហេតុអីបងប្អូនគឺយើងបង្កើត branding ឲ្យខ្លួនឯងអាហ្នឹងដូចជាគេហៅថា self branding ណាបាទ self branding ហ្នឹងគឺយើងព្យាយាមអភិវឌ្ឍព្យាយាមបង្ហាញកេរ្តិ៍ឈ្មោះរបស់យើងទៅកាន់សាធារណជននៅលើ social media ហេតុអីបានចំណុចហ្នឹងសំខាន់ដោយសារអីអញ្ចឹងខ្ញុំនៅពេលដែលខ្ញុំមកពេញដំបូងខ្ញុំអត់មានអ្នកណែនាំអញ្ចឹងទេដល់អញ្ចឹងទៅខ្ញុំធ្វើកិច្ចការជាច្រើនខ្ញុំបង្កើតអាជីវកម្មខ្ញុំរៀនសូត្រអីខ្ញុំធ្វើរឿងជាច្រើនមកហើយប៉ុន្តែខ្លួនខ្ញុំផ្ទាល់អត់បាននៅលើ social media ទេខ្ញុំអត់បានល្បីឬមួយក៏អត់បានបញ្ចេញសកម្មភាពអីនៅលើ social media អញ្ចឹងទៅធ្វើអត់មានសូវមានអ្នកស្គាល់ទេខ្ញុំនិពន្ធសភៅមកដល់បច្ចុប្បន្នហ្នឹងរហូតដល់ជិត20ចំណងជើងទៅហើយប៉ុន្តែបាទគេស្គាល់ឈ្មោះខ្ញុំគេស្គាល់ឈ្មោះថ្ងៃពិសិដ្ឋគេស្គាល់អីនៅលើគ្រាប់សភៅណាប៉ុន្តែគេអត់ស្គាល់មុខរបស់ខ្ញុំទេដោយសារខ្ញុំអត់សូវចេញលើ social media ហើយមាន fan សភៅបាទ fan ដែលគាត់ធ្លាប់អានសភៅរបស់ខ្ញុំបាទគាត់ជួបខ្ញុំនៅពិព័រណ៍អីផ្សេងៗគាត់និយាយថាបងមានឈ្មោះបោះសម្លេងច្រើនដែរនៅលើសភៅរបស់បងប៉ុន្តែហេតុអីបានអត់ដែរឃើញមុខបងសោះបាទអញ្ចឹងគេថាអ្នកនិពន្ធផ្សេងគេបង្ហាញមុខបង្ហាញមាត់គេនៅលើ social media ច្រើនគេស្គាល់ច្រើនប៉ុន្តែមានតែបងមួយទេគឺអត់បានបង្ហាញសកម្មភាពបង្ហាញមុខមាត់យើងនៅលើ social media ទេអញ្ចឹងទៅធ្វើឲ្យវាខាតប្រយោជន៍ខ្លាំងមែនទែនប៉ុន្តែបើសិនជាបងប្អូនបានបង្ហាញមុខនៅលើ social media បងប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបាទនៅពេលដែលបងប្អូនមានផលិតផលអីមួយបងប្អូនបង្កើតបានផលិតផលអីមួយបងប្អូនអាចផ្សព្វផ្សាយអាចចែករំលែកអាចបង្កើនការលក់បានយ៉ាងខ្លាំងដូចខ្ញុំនិពន្ធសភៅបាទរហូតមកដល់បច្ចុប្បន្ននេះខ្ញុំបង្កើតបាននៅ app អានស្ដាប់សភៅមួយឈ្មោះថា Virit ប៉ុន្តែខ្លួនខ្ញុំអត់បានមានគេឈ្មោះនៅលើ social media ទេធ្វើឲ្យការជំរុញទីផ្សារការបង្ហាញនៅផលិតផលរបស់ខ្ញុំទៅកាន់សាធារណជនហ្នឹងគឺមានការយឺតយ៉ាវដល់ពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសោកស្ដាយបើសិនជាខ្ញុំបានរៀបចំ self branding ខ្លួនឯងតាំងពីការខ្ញុំនៅរៀនគឺនឹងមានអត្ថប្រយោជន៍ខ្លាំងនៅពេលដែលខ្ញុំផលិតបានអ្វីៗដូចបច្ចុប្បន្ននេះអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសិស្សានុសិស្សបាទរៀននៅសាកលវិទ្យាល័យចាប់ផ្ដើមដំបូងហ្នឹងបងប្អូនអាចចាប់ផ្ដើមផលិតមាតិកាធ្វើវីដេអូបាទរៀនថតវីដេអូនៅក្នុងរៀនកាត់តអីផ្សេងៗនៅក្នុង CapCut នៅក្នុងអីទៅព្រោះបច្ចុប្បន្នយើងមានច្រើនមែនទែនកម្មវិធីបាទយើងអាចមើលក្នុង YouTube យើងអាចរៀនតាម YouTube បដើទៅហើយវឹកហាត់ខ្លួនឯងថតវីដេអូបាទមិនបញ្ចេញមុខអញ្ចឹងក៏បានយើងគ្រាន់តែថតជា vlog ផ្សេងទៅហើយយកមកកាត់ចូលគ្នាទៅហើយរៀនបង្ហាញខ្លួនឯងនៅលើ social media ដើម្បីអីថ្ងៃណាមួយយើងមានផលិតផលអីល្អយើងអាច spread បាទយើងអាចបង្ហាញផលិតផលនោះទៅកាន់សាធារណជនច្រើនទៅកាន់ fan របស់យើងច្រើនអញ្ចឹងនៅពេលដែលបងប្អូនមើលវីដេអូនេះហើយបាទខ្ញុំលើកទឹកចិត្តចាប់ផ្ដើមនៅពេលនេះបាទចាប់ផ្ដើមអនុវត្តចាប់ផ្ដើមធ្វើមាតិកាបដើទៅកុំខ្លាចខុសកុំខ្លាចមើលទៅអត់ល្អចេះចុះកុំបារម្ភបាទចាប់ផ្ដើមបាទអរគុណ